Hello តាជាហៅបាទថ្ងៃនេះគឺជួបជាមួយឡើយសេរីហើយសម្រាប់ការសន្ទនាភាសាចិនខ្លីៗបាទអញ្ចឹងមេរៀនយើងថ្ងៃនេះគឺយើងឈានចូលដល់មេរៀនទី6បាទអញ្ចឹងគឺចំណងជើងមេរៀនយើងថ្ងៃនេះគឺមានចំណងជើងថាម៉ាយតុងស៊ីបាទម៉ាយតុងស៊ីទិញអីវ៉ាន់បាទអញ្ចឹងគឺយើងចូលមេរៀនយើងតែម្ដងទៅកុំឲ្យខាត់ពេលយូរបាទអញ្ចឹងគឺប្រយោគទី1យើង你要买什么你要买什么បាទតើអ្នកចង់ទិញអ្វីនេះបាទនេះអ្នកយ៉ាវបាទយ៉ាវនោះគឺមានថាចង់ឬក៏ត្រូវការអញ្ចឹងម៉ាយបាទម៉ាយទិញ什么អ្វីបាទម៉ាយ什么ទិញអ្វី你要买什么តើអ្នកចង់ទិញអ្វីបាទហើយយើងមើលប្រធានបទយើងបន្តទៀតគឺប្រធានបទ B បាទគឺបាទអញ្ចឹងយើងចូលប្រធានបទយើងបន្តទៀត B បាទ我要买水果បាទ我要买水果ខ្ញុំចង់ទិញផ្លែឈើ我要បាទ我要ខ្ញុំចង់買បាទទិញ水果បាទ水果គឺយើងទៅថាផ្លែឈើ我要买水果ខ្ញុំចង់ទិញផ្លែឈើបាទអញ្ចឹងយើងបន្តប្រយោគយើងទៅទៀតបាទអញ្ចឹងគឺ A បាទ这个一公斤多少钱បាទ这个一公斤多少钱បាទមានន័យថាមួយនេះ1គីឡូថ្លៃប៉ុន្មានបាទ这个បាទ这个មួយនេះ一公斤បាទ一公斤1គីឡូ多少钱បាទ多少钱ថ្លៃប៉ុន្មាន这个一公斤多少钱មានន័យថាមួយនេះ1គីឡូថ្លៃប៉ុន្មានបាទអញ្ចឹងយើងមើលប្រយោគយើងបន្តប្រយោគចម្លើយ一公斤5块បាទ一公斤5块1គីឡូ$5បាទ一公斤1គីឡូបាទ5块បាទ5块$5បាទអញ្ចឹងគឺសម្រាប់មេរៀនជាថ្ងៃនេះគឺមានតែប៉ុណ្ណឹងបាទអញ្ចឹងដើម្បីទទួលបានវីដេអូថ្មីៗកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា